Ê, em xui anh thích mở. Cô này anh rồi ngay nó đến trăm nở. Hay bà đến trăm hai cái thật càng gì kể tạ khai mà. Để sao ấy nhung khơi con kê con này anh vay bà hai cái này nè. Tại con này anh nhưng mà đã khơi nó té sẵn. อีแนบชัดข้างวัดเฟิร์จุ่มเรือนวัดสูมันแผลมอนเพื่อนให้เพชรไอ้อีแนบชัดข้างในกอดมาไพ่ตัวให้เธอไอ้ก็กอดเรา สวัสดีบางคนทุกท่านคืนกับบางวิดีโอให้บางคนมีอะไรใหม่ได้บ้างในคอนแต่จีเตรียมเลยนะบางคนบ้างแต่จะแสดงเหมือนจังเต้บางคนจะเคยจะกำเพียบนั่งแต่น้องก็ดัดบัดจำเรียงจังเต้บางจังจะมีสู้สุดท้ายบางคนทุกท่านสมาคมมาการเวียเรียนตีใบเวียมันดอกมันได้อะไรยังทลอบบานพอเวียปีรุ่ยรอลหายบางจังนี่คือจิตสกรรมเพียบกรมการเงี้ยจุ่มគ្នាបាទមួយខែមានតែម្ដងបងប្អូនបាទគឺ enjoy ជាមួយនឹងអាហារក៏ដូចជា breakfast ពេលផឹកតែម្ដងអញ្ចឹងថ្ងៃនេះគឺបាទចង់មកចែករំលែកជាមួយនឹង Vision Board ដែលជាការងារថ្មីដែលខ្ញុំអត់ដែលធ្វើកន្លងមកទេហើយខ្ញុំគិតថាខ្លួនឯងធ្វើអត់បានទេបងប្អូនអរគ្នាបាទមានណាគេខ្លះដូចខ្ញុំអត់តាន់បានទៅធ្វើទេប៉ុន្តែគិតថាខ្លួនឯងធ្វើអត់បានមានអីដល់ពេលយើងមកធ្វើទៅបងប្អូនសប្បាយរីករាយ enjoy មែនតើទីនេះខ្ញុំនឹង share បទពិសោធន៍តែមុននឹង share បទពិសោធន៍ហ្នឹងគឺមកបង្ហាញជាមួយនឹងសកម្មភាពក្រុមការងារបាទកំពុងថាមមាញឹកទៅលើការចាប់អាហារញ៉ាំបងប្អូនអរគ្នាអានេះពេលវេលាថ្ងៃត្រង់ណាបងប្អូនអរគ្នាបាទអញ្ចឹងម្នាក់គឺញាប់ដៃញាប់ជើងតែម្ដងដោយសារយើងមានពេល1ម៉ោងសម្រាប់បាទញ៉ាំអាហារពេលថ្ងៃត្រង់ដល់ឈ្ងុយឆ្ងាញ់មួយនេះបាទអញ្ចឹងឥឡូវនេះគឺខ្ញុំញ៉ាំខ្លួនឯងសិនបន្ទាប់មកគឺខ្ញុំទៅប្រហែលយករូបភាពក្រុមការងារបាទចង់ដឹងថាគាត់ញ៉ាំអីខ្លះហើយគាត់ធ្វើអីខ្លះសកម្មភាពបាទដូចក្បាលវីដេអូបានដាក់អញ្ចឹងណាបងប្អូនតាគ្នាបាទអញ្ចឹងវីដេអូ blog នេះគឺប្រហែលយកអ្នកអត់ដឹងខ្លួនបងប្អូនបាទយកសកម្មភាពរៀលណាអត់យកលក្ខណៈស្អាតឲ្យដឹងខ្លួនមុនទេបាទអញ្ចឹងគឺមានគ្រប់បែបយ៉ាងសពប្រភេទតែម្ដងបងប្អូនទាំងគ្នាបាទអូខេបន្ទាប់ពីញ៉ាំអាហារជួបជុំហើយឥឡូវនេះចូលមកដល់វគ្គថ្នាក់រៀនវិញបាទឥឡូវនេះគឺខ្ញុំកំពុងតែធ្វើ Vision Board នេះគឺជាលើកទី1ដែលខ្ញុំធ្វើហើយគឺខ្ញុំភ័យខ្ញុំខ្លាចគឺខ្ញុំអត់ចង់ធ្វើទេដោយសារខ្ញុំគិតថាខ្លួនឯងធ្វើអត់បានប៉ុន្តែបន្ទាប់ពីយើងដាក់ចិត្តដាក់កាយ 100% តែធ្វើវាទៅគឺទទួលបានបាទសមិទ្ធផលមួយជាទីគាប់ចិត្តនៅពេលដែលយើងធ្វើវាអស់ពីចិត្តនេះគឺជា result ដែលខ្ញុំទទួលបានខ្ញុំពេញចិត្តខ្លាំងមែនតើដោយសារខ្ញុំអត់ដែលធ្វើប៉ុន្តែបាន result ប៉ុណ្នេះគឺខ្ញុំសប្បាយចិត្តខ្លាំងតែម្ដងអញ្ចឹងសម្រាប់វីដេអូនេះដែរខ្ញុំចង់ផ្ញើសារលើកទឹកចិត្តទៅកាន់អ្នកទាំងអស់គ្នាដែលចង់ធ្វើអ្វីមួយឲ្យតែងតែភ័យខ្លាចខ្លួនឯងធ្វើមិនបានល្អទាំងយើងអត់ទាន់បានទៅសាកល្បងឯងយើងធ្វើសិនទៅយើងដឹងថាសមិទ្ធផលទទួលបានបែបម៉េចគ្មានអ្វីទទួលបានដោយងាយដោយមិនសាកល្បងដោយមិនធ្វើវាហើយវាទទួលបានមកឯងទេអញ្ចឹងសម្រាប់វីដេអូគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនជំរាបលាចាំជួបគ្នាជាមួយនឹងវីដេអូវគ្គ4បន្តទៀតខែក្រោយអរគុណច្រើន See you bye